Lucy គឺជាស្ត្រីម្នាក់ដែលចន់ទើបតែចាប់ផ្ដើមឃើញពេល Lucy ចាប់យកដបទឹកមួយដបហើយត្រៀមខ្លួនត្រឡប់ទៅឡានវិញនាងបានប៉ះដៃរបស់ចន់ដោយចៃដន្យច័ន្ទយកខុសហើយសន្មតថានាងចាប់អារម្មណ៍នឹងគាត់ផ្អៀងចូលទៅជិតប៉ុន្តែ Lucy មានអារម្មណ៍ភ្លាមថាមានអ្វីមួយមិនប្រក្រតីនៅពេលដែលចន់បន្តបិទចម្ងាយភាពមិនស្រួលរបស់នាងប្រែទៅជាការស្អប់ខ្ពើមដោយមិនស្ទាក់ស្ទើរនាងបានទះកំភ្លៀងគាត់ពេញមុខបានចុះពីឡានហើយប្រាប់គាត់ថាកុំឲ្យជួបនាងទៀតចន់បានភ្ញាក់ផ្អើលនឹងខកចិត្តយ៉ាងខ្លាំងរំលឹកឡើងវិញនៅពេលវេលានៅក្នុងក្បាលរបស់គាត់ហើយឆ្ងល់ថាហេតុអ្វីបានជាគាត់ប្រព្រឹត្តចម្លែកម្លេះដូចដែលគាត់កំពុងវាយដំខ្លួនឯងលើវាគាត់បានកត់សម្គាល់ឃើញថា Leslie បានភ្លេចកាបូបលុបរបស់នាងនៅក្នុងឡាននៅពេលនោះមិត្តរបស់គាត់ឈ្មោះ Jack បានទូរស័ព្ទមកសួរថាតើពេលព្រឹកនេះយ៉ាងម៉េចដែរចន់បានឆ្លើយថាវាជាគ្រោះមហន្តរាយទាំងស្រុងហើយថាគាត់ថែមទាំងត្រូវបានគេទះកំភ្លៀងទៀតផងជែកសើចចំអកហើយសួរថាតើកាបូបរបស់ Lucy នៅតែនៅក្នុងឡានឬអត់ពេលដែលយ៉នយល់ព្រម Jack បានប្រាប់គាត់ថានោះជាសញ្ញាល្អមួយយោងតាមលោក Jack Leslie បានទុកកាបូបចោលដោយចេតនាដូច្នេះយ៉ននឹងមានលេសដើម្បីហៅនាងដែលអាចនាំឲ្យនាងអញ្ជើញគាត់មកស្នាក់នៅមួយយប់ជែកបានជំរុញឲ្យចន់ប្រគល់កាបូបលុបទៅផ្ទះរបស់ Lucy វិញភ្លាមហើយលោក Johan បានធ្វើតាមដំបូន្មានរបស់គាត់មិនយូរប៉ុន្មានចន់បានត្រឡប់មកផ្ទះវិញពេល Jack សួរថាអ្វីបានប្រែជាយ៉ាងណាចន់មិនបានឆ្លើយទេ Lucy ស្ថិតនៅក្នុងដៃរបស់គាត់រួចហើយពួកគេទាំងពីរនាក់កំពុងដើរទៅបន្ទប់គេង